សូមជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅคลิปរបស់ខ្ញុំនេះថ្ងៃនេះខ្ញុំបាទបានធ្វើដំណើរទៅកន្លែងហៅថារមណីយដ្ឋានមួយហើយបូជនីយដ្ឋានមួយកន្លែងនោះគឺជាកន្លែងដែលសម្បូរទៅដោយដើមត្នោតហើយថ្ងៃនេះខ្ញុំមានបទចម្រៀងមួយបទហើយបទចម្រៀងនេះតាក់ទងជាមួយនឹងដើមត្នោតហើយគឺជាការតាក់តែងនិពន្ធដោយខ្ញុំបាទហើយគឺជាបទ original song ស្នាដៃគុនខ្មែរសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រនៅស្នាដៃគុនខ្មែរដូច្នេះហើយយើងនឹងទៅចូលរួមតគ្នាឥឡូវយើងបានមកដល់កន្លែងនេះគេហៅថារមណីយដ្ឋានមួយបូជនីយដ្ឋានមួយគេហៅថាតំបន់វត្តទ្វារកន្លែងនេះគឺសម្បូរដើមត្នោតគូសំដែរនៅក្នុងទឹកដីខេត្តសៀមរាបអញ្ចឹងខ្ញុំបានមកនេះគឺក្នុងន័យថតបទចម្រៀងបទដើម្បីផ្ញើជូនពុកម៉ែបងប្អូនអរគ្នាបានស្ដាប់អញ្ចឹងសូមរីករាយទាំងអស់គ្នារងខ្ជិនដែលដាំដុះពីពេញដីដុំនៅលើផ្ទៃដីកម្ពុជាវាមានតម្លៃអិនកាំងនាតែផលไม่มีចាញ់ដើមត្នោតទេដើមត្នោតគឺជានិមិត្តរូបជាតិឲ្យអន្តរជាតិស្គាល់ដែនដីខ្មែរមរតកដូនតាជាគេដំណើរបនសល់ឲ្យខ្មែរថែទុកជាទ្រព្យយើងរួមគ្នារក្សាថាត្នោតបាយឲ្យបានយូរលងបើមានគេបំលាញនៅតែការពារដើមត្នោតឃើញដើមត្នោតដួលទឹកភ្នែកខ្ញុំហូរជាខ្ញុំអសូរដល់ដើមត្នោតខ្មែរព្រោះចិនស្រឡាញ់ដើមត្នោតប្លែងទេហើយក៏ចង់ឆែត្នោតខ្មែរយូរលងយើងរួមគ្នារក្សាថាត្នោតខ្មែរឲ្យបានយូរលងបើមានគេបំលាញត្រូវតែការពារដើមត្នោតយើងរួមគ្នារក្សាថាត្នោតខ្មែរឲ្យបានយូរលងបើមានគេបំផ្លាញត្រូវតែការពារដើមត្នោតបើមានគេបំផ្លាញយើងត្រូវតែការពារដើមត្នោតរួមថាសង្គមដើមត្នោតសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនានៅคลิปវីដេអូនេះហើយនេះជាបទចម្រៀងបទដែលខ្ញុំទើបសរសេរអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងគ្រប់គ្រងនៅស្នាដៃគុនខ្មែរទាំងអស់គ្នាហើយយើងទាំងអស់គ្នាចូលរួមថែរក្សាដើមត្នោតត្បិតដើមត្នោតគឺមានតម្លៃជាងដើមអ្វីៗទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងត្បិតតែមានព្រៃឈើច្រើនដើមឈើច្រើនមែនតែខ្ញុំគិតថាដើមត្នោតវាមានតម្លៃខ្លាំងត្បិតតែកាប់វាយកទៅលក់វាអត់មានតម្លៃជាទឹកប្រាក់អីច្រើនមែនប៉ុន្តែបើសិនជាអត្ថប្រយោជន៍នៃការប្រើប្រាស់វាខ្ញុំគិតថាវាមានតម្លៃតាំងពីដើមតាំងពីចុងដល់គល់ហើយតាំងពីគល់តាំងពីឫសដល់ចុងគឺមានហៅថាអាចប្រើប្រាស់បានទាំងអស់អញ្ចឹងខ្ញុំជឿថាបងប្អូនពុកម៉ែបងប្អូនក៏មានពុកម៉ែបងប្អូនមួយចំនួនក៏មានធ្លាប់រស់នៅក្រោមផ្ទះដែលប្រក់ដោយស្លឹកត្នោតដែរហើយខ្ញុំក៏ដូចគ្នាដែរអ
ចឹងយើងទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីថែរក្សាដើមខ្នុរទាំងអស់គ្នាមែនទេបងប្អូន មែនហើយ